វត្តរបស់លោកយូជីនីស៊ីដាភាគទី1លោកយូជីនីស៊ីដាជាកីឡាករវ័យក្មេងដែលទទួលបានប្រជាប្រិយភាពនិងជោគជ័យខ្លាំងក្នុងអាជីពជាអ្នកកីឡាក្នុងវ័យត្រឹមតែ24ឆ្នាំប៉ុណ្ណោះកីឡាករបាល់ទះវ័យក្មេងនិងស្រស់សង្ហាមួយរូបនេះឈ្នះបានមេដាយជាច្រើនដូចជាឈ្នះមេដាយមាសក្នុងការប្រកួត2017 Asian Boys U19 Volleyball Championship ក្នុងប្រទេសមីយ៉ាន់ម៉ាឈ្នះមេដាយសំរឹទ្ធឲ្យជម្រើសជាតិជប៉ុននៅក្នុងការប្រកួត2019 Asian Men's Volleyball Championship ក្នុងប្រទេសអេរ៉ង់ឈ្នះមេដាយក្នុងការប្រកួត2023 Asian Men's Volleyball Championship ក្នុងប្រទេសអេរ៉ង់ឈ្នះមេដាយមាសក្នុងការប្រកួត2023 FIVB Nation League ក្នុងប្រទេសប៉ូឡូញនិងឈ្នះបានមេដាយសំរឹទ្ធក្នុងការប្រកួត2024 FIVB Nation League នៅប្រទេសប៉ូឡូញតើយូជីនីស៊ីដាជានរណាមានដើមកំណត់មកពីណាWe Educate នឹងនាំមិត្តអ្នកស្ដាប់មកស្គាល់កីឡាករបាល់ទះលោកយូជីនីស៊ីដាយូជីនីស៊ីដាកើតនៅថ្ងៃទី30ខែមករាឆ្នាំ2000លោកគឺជាអ្នកលេងបាល់ទះដៃឆ្វេងជនជាតិជប៉ុននីស៊ីដាគឺជាកីឡាករវ័យក្មេងបំផុតម្នាក់នៅក្នុងបញ្ជីឈ្មោះប្រចាំឆ្នាំ2018នៃក្រុមបាល់ទាត់ជម្រើសជាតិជប៉ុននិងវគ្គផ្ដាច់ព្រ័ត្រ FIVB Cup លោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែសមត្ថភាពដ៏អស្ចារ្យនិងភាពស្ទាត់ជំនាញក្នុងការលេងបាល់ទះរបស់លោកចាប់ផ្ដើមចាប់អារម្មណ៍លើការលេងបាល់ទះលើកដំបូងតាមរយៈហ្គេមដែលបងស្រីនិងបងប្រុសទាំងពីររបស់លោកលេងក្រោយមកខណៈពេលដែលកីឡាករអូឡ িম্প ិកកំពុងមានសន្ទុះនៃការគ្រប់គ្រងខ្លាំងលោកក៏ត្រូវបានលោក Kunihiro Shimizu បានជំរុញទឹកចិត្តឲ្យលោកចូលរួមប្រកួតនៅក្នុងកម្មវិធីនេះនៅឆ្នាំទី1របស់គាត់នៅសាលាបឋមសិក្សានីស៊ីដាបានសម្រេចគោលដៅដ៏ធំមួយក្នុងការឈ្នះការប្រកួតបាល់ទះជប៉ុនលើកទី29នៅខេត្តមីបន្តមកទៀតគាត់បានក្លាយជាប្រធានក្រុមនិងបានដឹកនាំក្រុមឲ្យឈ្នះពានរង្វាន់ President's Cup នៅសហព័ន្ធក្លឹបបាល់ទាត់មីផងដែរក្រោយពីបានបញ្ចប់ការសិក្សាលោកបានទៅរៀននៅវិទ្យាល័យមួយក្នុងស្រុកនីស៊ីដាមានឱកាសចូលរួមក្នុងការហ្វឹកហាត់ជាមួយក្លឹបបាល់ទះរបស់វិទ្យាល័យកៃសីនៅទីក្រុងយ៉ូកាឈីការលេងរបស់គាត់នៅទីនោះបានទាក់ទាញចំណាប់អារម្មណ៍ពី Masanobu Onishi ដែលជាអ្នកគ្រប់គ្រងក្រុមបាល់ទះនិង Katsunori Fujita ជាប្រធានក្រុមនៅទីនោះនៅខែមិថុនាឆ្នាំដដែលគាត់បានចូលរួមជាមួយក្លឹបវិទ្យាល័យ NFO Ocean Star ដែលត្រូវបានជំរុញទឹកចិត្តនិងណែនាំដោយលោក Fujita នៅខែមីនាឆ្នាំ2013នីស៊ីដាត្រូវបានជ្រើសរើសសម្រាប់ក្រុម U14 និងបានប្រកួតប្រជែងជាមួយក្រុមមកពីទូទាំងប្រទេសជប៉ុនក្នុងការប្រកួត Junior Olympic Cup ដែលធ្វើឡើងនៅក្នុងខែធ្នូការតស៊ូយ៉ាងស្វិតស្វាញនិងយកចិត្តទុកដាក់លើអាជីពរបស់លោកក្រោយមកលោកក៏បានចូលរួមជាមួយនឹង U19 ដែលទើបបង្កើតថ្មីដោយក្រុមក្លឹបក្នុងស្រុក Watinmiពួកគេបានឈ្នះពានរង្វាន់យុវជន U19 នៃ Academy Prefecture Young Volleyball Championship ហើយក្នុងខែកញ្ញាពួកគេបានឈ្នះជើងឯកថ្នាក់ជាតិនីស៊ីដាបានទទួលពានរង្វាន់ Japan Young Club Volleyball Federation ជាកីឡាករឆ្នើមក្នុងការប្រកួតនោះឆ្នាំ2017នីស៊ីដាបានជាប់ឈ្មោះក្នុងក្រុមបាល់ទះជម្រើសជាតិអាយុក្រោម19ឆ្នាំរបស់ប្រទេសជប៉ុននិងបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Boys U19 Volleyball Championship ផងដែរបន្ទាប់មកលោកនីស៊ីដាបានបង្ហាញខ្លួនជាជម្រើសជាតិជាន់ខ្ពស់នៅថ្ងៃទី25ខែឧសភាឆ្នាំ2018ក្នុងការប្រកួត Nation League នៅទីក្រុង Rouen ប្រទេសបារាំងក្នុងឆ្នាំ2019យូជីនីស៊ីដាត្រូវបានជ្រើសរើសឲ្យតំណាងឲ្យប្រទេសជប៉ុនសម្រាប់ឆ្នាំទី2ជាប់ៗគ្នានិងបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ FIVB Volleyball Men's World Cup ដែលធ្វើឡើងនៅក្នុងប្រទេសជប៉ុននៅខែធ្នូឆ្នាំ2020 JT EKT Stings បានក្រុងតំណែងជើងឯកពានរង្វាន់ Emperor's Cup និង Empress Cup All Japan Volleyball Championship បន្ទាប់ពីយកឈ្នះ Panasonic Panther ក្នុងលទ្ធផល3-1នីស៊ីដាត្រូវបានគេដាក់ឈ្មោះម្ដងទៀតនៅក្នុងក្រុមជម្រើសជាតិជប៉ុនសម្រាប់ការប្រកួត2021 FIVB Volleyball Men's Nation League ដែលការប្រកួតនឹងធ្វើឡើងនៅរីមីនីប្រទេសអ៊ីតាលីទោះបីជាគាត់មិនទាន់បានជាសះស្បើយពេញលេញនៅពេលនេះក៏ដោយគាត់បានត្រឡប់មកវិញក្នុងសប្តាហ៍ទី3នៃការប្រកួតសម្រាប់ការប្រកួតជាមួយប៉ូឡូញក្នុងនាមជាកីឡាករបម្រុងហើយបានត្រឡប់ទៅក្រុមចាប់ផ្ដើមក្នុងការប្រកួតជាមួយប៊ុលហ្គារីនៅ Nation League នីសាដាសិតបញ្ចូលទីបានច្រើនជាងគេក្នុងក្រុមជប៉ុននិងខ្ពស់ជាងគេទី3ក្នុងជុំទី1ជាមួយនឹង201ពិន្ទុរួមទាំងការវាយប្រហារ162ដង10 blocks និង 29x គាត់ទទួលបាន28ពិន្ទុក្នុងជ័យជំនះមួយបន្ទាប់ពីការប្រកួតពេញមួយឈុតលើប្រទេសអ៊ីតាលីនៅថ្ងៃទី24ខែមិថុនាឆ្នាំ2022ដោយឈានទៅវគ្គ1ភាគ4ផ្ដាច់ព្រ័ត្រនៃការប្រកួតសូមរងចាំទស្សនាភាគ2ដែលជាភាគបញ្ចប់នៅវីដេអូក្រោយ